បន្ទាប់ពីបនចូលឆ្នាំខ្មែរហើយជួយមានអារម្មណ៍ស្នាខ្លួនស្រាខ្លួនយ៉ាងម៉េចនេះថ្ងៃនេះយើងនឹងមកថតសកម្មភាពរបស់ខ្ញុំពេញមួយថ្ងៃតែម្ដងជូនអ្នកទាំងអស់គ្នាទស្សនាដោយធ្វើយ៉ាងណាឲ្យចាយលុយឲ្យអស់តិចបំផុតតាមដានសកម្មភាពរបស់ខ្ញុំទាំងអស់គ្នាថាមួយថ្ងៃនេះខ្ញុំចាយលុយអស់ប្រហែលដែរ Let's go បើផ្នែកឡើងមិនតនេះបើកថារកកាហ្វេតែម្ដងចំពោះថ្លៃកាហ្វេក្នុងថ្ងៃហ្នឹងគឺយើងចាយអស់ 5000 រៀលហើយបន្ទាប់ពីយើងទិញកាហ្វេហើយគឺយើងទៅសាលាតាមធម្មតាអូខេអរគ្នាឥឡូវខ្ញុំមកដល់សាលាហើយខ្ញុំមកជួបធីម Simon ខ្ញុំដូចគ្នាព្រោះថ្ងៃណាមាន class រៀនអស់ជីវិតរបស់ថ្ងៃត្រូវការកាហ្វេមួយថ្ងៃមកឆាមែនថ្ងៃនេះជាង6រៀលថ្ងៃហ្នឹងគឺថាខ្ញុំធ្វើ challenge មកខ្ញុំធ្វើ challenge ថាម៉េចចាយលុយឲ្យអស់តិចបំផុតដល់ថ្ងៃទីមើលថាថ្ងៃហ្នឹងខ្ញុំចាយអស់មែនបើឥឡូវខ្ញុំមកកាហ្វេមួយកាហ្វេ 5000 មកថាអំ 7000 មួយថ្ងៃចាយអស់មែន 6000 នេះណាបន្ទាប់ពីខ្ញុំថតសូលជាមួយមិត្តភក្តិខ្ញុំហើយខ្ញុំក៏បានបន្តដំណើរទៅរៀនបារាំងនៅសាលាខ្លីចំពោះការផ្ញើម៉ូតូវិញសាលាខ្លី500 no 500ចឹងអស់6000រៀលហើយចឹងអ្នកទាំងអស់គ្នាដើម្បីខ្ញុំចាយលុយបានតិចគឺខ្ញុំមកហូបបាយផ្ទះចឹងមុននឹងខ្ញុំបានហូបបាយផ្ទះហើយផ្ទះខ្ញុំថ្ងៃហ្នឹងគឺឆាម្សូរចឹងសកម្មភាពបន្តគឺខ្ញុំទៅសាលាវិញដើម្បីធ្វើការរៀនក៏ដូចជាកាត់តវីដេអូបងថ្ងៃហ្នឹងអត់មានខ្លះត្រូវរៀនទេអ្នកទាំងអស់គ្នាចឹងតោះតាមដានសកម្មភាពរបស់ខ្ញុំបន្តទៀតអ្នកទាំងអស់គ្នាឥឡូវខ្ញុំបានមកដល់សាលាមកស្បយតែបានថតឥឡូវនៅក្នុងបន្ទប់កកបាតណាមួយ Pro Visca ហ្នឹងនៅមកសើខ្ញុំដេកអូខេកាយឥឡូវខ្ញុំអត់ទៅចាយអីទេខ្ញុំផឹកតែកាហ្វេរំាញ់ 5000 ហ្នឹងទេហើយទៅរៀននៅក្លេដាក់ម៉ូតូ500អត់ទៅកាហ្វេចិត្តនៅសាលាខ្ញុំថាខ្ញុំមករៀនអារម្មណ៍ទាំងអស់គ្នាមិនក៏ចង់ទៅកាហ្វេតែឥឡូវចុះឡើងមកអង្គុយមើលរឿងការ៉េនៅក្នុង KSKX Oh my god យ៉ាហើយដែលសារតែខ្ញុំ feel ឲ្យចង់ sell លុយផងអីផងចឹងអត់ទៅកាហ្វេវិញក៏សម្រាប់បើកុំព្យូទ័រមើលរឿងនៅសាលាវិញតែ yes អង្គុយមើលរឿងតែដឹងឃ្លានឥឡូវខ្ញុំមកកង់ទិញឲ្យខ្ញុំសិនយើងទិញមកផ្អែមក៏ដូចជា skip អូខេអ្នកគ្នាឥឡូវខ្ញុំតនេមកដោះហងវិញអ៊ំគាត់ឲ្យដោះហងយកផ្ទះទៅថែប Yes ចឹងឥឡូវយើងក៏ដោះហងសិនដោះហងហងកាលពីសង្គ្រាមណូឥឡូវយើងធ្វើការដោះហងរួចរាល់ហើយអ្នកគ្នាដោះពីឈើអាស័យនេះឲ្យវាលាតចេះចឹងយើងទៅរៀបរៀងដល់ហើយសែលលុយអីគេឥឡូវទៅកាត់សក់បណ្ដោយហើយយើងដើម្បីសែលលុយកាន់តែច្រើននេះជិះម៉ូតូមួយគូបងស្រវេស្រវ៉ាតែមិនន័យតែបងឲ្យតែខ្ញុំកាត់សក់ហើយកាយហើយអាចរ៉េដល់ខ្ញុំបានឥឡូវពងចាំអត់ភ័យខ្ញុំមកការវាកាត់សក់ដែរបាទខ្ញុំទៅសាលាវិញសែលលុយឥឡូវកាត់សក់អស់ 8000 ទៀតកំស្រីកាត់សក់ហើយឥឡូវអត់សក់ឥឡូវយើងមកដល់សាលាវិញហ្នឹងហើយបងប្អូនទាំងអស់គ្នាសរុបមកវិញថ្ងៃនេះខ្ញុំចាយលុយអស់រហូតដល់ទៅ 17000 រៀលពីក្រែលដែរដោយសារកាត់សក់អស់ 8000 ហើយអូខេហ្នឹងហើយបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំមានព័ត៌មានសម្រាប់បងប្អូនទាំងអស់គ្នាមួយឥឡូវនេះបើសិនបើបងប្អូនទាំងអស់គ្នាមានដំណើរកំសាន្តទៅកាន់កោះរ៉ុងបងប្អូនទាំងអស់គ្នាអាចកក់សំបុត្រតាមរយៈ app Redbus បាន Redbus គឺជា app មួយសម្រាប់កក់សំបុត្រឡានទៅកាន់25ខេត្តក្រុងប៉ុន្តែឥឡូវនេះ Redbus បានបន្ថែមមុខងារថ្មីមួយគឺ Redbus សម្រាប់កក់សំបុត្រទុកទៅកាន់កោះរ៉ុងបងប្អូនទាំងអស់គ្នាគ្រាន់តែចូលមកកាន់ app Redbus ឬបងប្អូនទាំងអស់គ្នាជ្រើសរើសថ្ងៃដែលបងប្អូនចង់ទៅឬបងប្អូនចុចស្វែងរកទូកបន្ទាប់ពីបងប្អូនចុចស្វែងរកទូកហើយបងប្អូននឹងឃើញមានទូកជាច្រើនសម្រាប់បងប្អូនទាំងអស់គ្នានៅក្នុង app Redbus មានជម្រើសទូកច្រើនខ្លាំងមែនទែនសម្រាប់បងប្អូនទាំងអស់គ្នាមានមិនថាទូកធំទូកលឿននេះមានទាំងអស់តែម្ដងហើយជាពិសេសមានជម្រើសម៉ោងច្រើនខ្លាំងមែនទែនសម្រាប់បងប្អូនទាំងអស់គ្នាបន្ទាប់មកបងប្អូនគ្រាន់តែបំពេញ Gmail និងបែបបត់មួយចំនួននៅក្នុង app ជាការស្រេចបន្ទាប់មកទៀតដល់វគ្គ Pay លុយគឺថា Pay លុយនៅក្នុង app Redbus ងាយស្រួលខ្លាំងមែនទែនសម្រាប់បងប្អូនទាំងអស់គ្នាបងប្អូនអាច Pay តាមរយៈ ABA QR Code Wing Bank ក៏ដូចជា Visa Card ផងដែរហើយទីពិសេសនៅក្នុង app Redbus មានច្រើន promotion ខ្លាំងមែនទែនសម្រាប់បងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាគ្រាន់តែប្រាប់ promo code Redbus Trip បងប្អូននឹងទទួលបានការបញ្ចុះតម្លៃចំនួន$2និងត្រឡប់មកវិញចំនួន$4នៅក្នុងកណនីផ្ទាល់របស់បងប្អូនទាំងអស់គ្នាចង់ប្រសិនបើបងប្អូនទាំងអស់គ្នាមានដំណើរកម្សាន្តទៅកាន់កោះរ៉ុងបងប្អូនទាំងអស់គ្នាកុំភ្លេច app Redbus អាចជួយបងប្អូនបានគ្រប់ពេលវេលា